chân sải dừng chập bao lực chập và bị bao vào mùi chế lực rửa cồn sai á tại sao bao được chia cột được vốn chân sải được rùa bền trên đủ cột bằng tháng ngày được rùa cho màu vào mùi đấy toàn lấy con toàn đấy bà chân sải dừng cho màu vào mùi đấy bà cho màu muối trên màu prapi chẳng pim sao mình được rút đo sự boleh bàn ấy con bà nơi pada chọn đứng thờ ở đây đọc chứ chẳng ai cho đọc muối cho này bà chẳng cho ta đọc muối cho là con mơ tờ như sao thì làm muối sum nua tí đập muối đấy ta cái thà ta bị sạc cầm sinh tịch đào phá là cọ với khá xong rằm được xiết đấy ta bị sạc cầm sinh tịch đào phá là cọ với khá xong rằm được xiết đấy chân như sao thì của muối sum tí đập muối chẳng tập tâm năng vi phạm cầm sinh tịch đào phá bởi giáo giáo thông thị đào mà đủ có vi phạm cầm sinh tịch đào phá là cọ xong rằm được đại cứ gia đình vậy là cột rác bà bỏ lại bản thán thì p cột rác bà bỏ lại sự phiếp thì bay như vậy là bà bỏ lại sự thọ được sự cúng thì bốn cứ cột rác bà bỏ đó sự kịch thì mỗi cái con gì bị vi phạm cầm sinh tịch vi phạm cầm Senetik Visvakam Sentik Visvakam Sentik Dal Paul Akra Dal Paul Akra Dal Paul Akra Sabra manusi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 a thực tâm năng ca thua vi phạm cầm sinh tích việc đó phá bị cho giao thông thế có vi phạm cầm sinh tích đó phá là cọ xong rồi một chuyện đại thì mỗi cái con gì bị cột đạn passport dal paritan cột rác papal pathan chẳng cái nào cột rác papal pathan bơ ở tận ảnh này chẳng này recording stopped record recording in progress chẳng tập tâm năng vi phạm sinh tích nè tập tâm năng vi phạm sinh tích đó phá bị cho đầm nú có vi phạm sinh tích đó phá là cọ sầm rằm đủ đại thì mỗi cái dân gì bị cột rác papal ở Pathan chẳng cột rác papal Pathan ấy cái dân sầm đại lơ rồi cái chết chi âm nhé Karena rong chết chi ấm ba mà bị ca cắt ADN rồi bỏ rong chết để dừng trong phơi ra trên phơi rong chết chi ấm cho lên pin bỏ chắc cái cắt ADN rồi bỏ đã pin bỏ chop cho bên đường plasmid tế thì ý thế anh bằng các bạn gì rong chết chi ấm chi năng mà pi genetic đấy chi mà bị là genetic poly âm mà phải modify còn này phải xâm rẽ sinh tịch chứ chắc rồi cái chất chi âm ní
ធ្វើឲ្យបាត់បង់ដល់ជីវិតជីវៈចម្រុះចឹងកណាកូនប្រាពាកជីវិតជីវៈចម្រុះនៅពេលយើងនិយាយពីជីវិតជីវៈចម្រុះក្នុងដីដូចជាចលែនដូចជាកូនសត្វតូចក្នុងដីដែលធ្វើឲ្យដីធូរធ្វើឲ្យដីមានជីជាតិចឹងនៅពេលដែលយើងយករុក្ខជាតិ GM ទៅដាំវាទៅបំផ្លាញចលែនទៅបំផ្លាញកូនសត្វល្អិតតូចក្នុងដីហ្នឹងចឹងកណាបំផ្លាញចលែនបំផ្លាញកូនសត្វតូចក្នុងដីហ្នឹងអស់ធ្វើឲ្យដីឡើងរឹងដីហិលដីបាយក្រៀមដីលែងមានជីជាតិណាអានេះគេបំផ្លាញជីវិតជីវៈចម្រុះបំផ្លាញជីវិតជីវៈចម្រុះចឹងឯជីវិតជីវៈចម្រុះមួយទៀតដែលយើងនិយាយពីតំបន់ដីសើមឬក៏តាមឆ្នេរសមុទ្រតាមឆ្នេរទន្លេកូននឹងឃើញមានកូនខ្យងកូនក្តាមប្លង់តុងល្បិចល្បើកនៅក្នុងថ្លុកហ្នឹងអាហ្នឹងជាជីវិតជីវៈចម្រុះណាជាជីវិតជីវៈចម្រុះហើយតែយ៉ាងជា biodiversity ហើយហ្នឹងហើយ biodiversity ហើយណាបើយើងនិយាយពីជីវិតចម្រុះទៅលើរុក្ខជាតិយើងទៅលើព្រៃកោងកាងទៅលើអីហ្នឹង biodiversity ដែរណាអាហ្នឹងក៏យើងចាត់ទុកវាជា biodiversity ប៉ុន្តែ biodiversity នៅពេលនេះគឺយើងនិយាយទៅលើសត្វល្អិតតូចក្នុងដីដែលវាធ្វើឲ្យដីធូរដីមានជីជាតិចឹងដល់ពេលដែលយករុក្ខជាតិ GM ទៅដាំវាធ្វើឲ្យបាត់បង់ចលែនបាត់បង់អាសត្វល្អិតហ្នឹងធ្វើឲ្យដីឡើងរឹងដីហិលដីបាយក្រៀមណាចឹងរុក្ខជាតិ GM ធ្វើឲ្យបាត់បង់ធ្វើឲ្យបាត់បង់រុក្ខជាតិ GM រុក្ខជាតិ GM ធ្វើឲ្យបាត់បង់ដល់ជីវិតជីវៈចម្រុះធ្វើឲ្យបាត់បង់ដល់ជីវិតជីវៈចម្រុះរុក្ខជាតិ GM ធ្វើឲ្យបាត់បង់ដល់ជីវិតជីវៈចម្រុះគឺជីវិតសត្វល្អិតតូចក្នុងដីដែលធ្វើឲ្យដីមានជីជាតិធ្វើឲ្យដីធូរណាចឹងធម្មតាសត្វល្អិតដូចជាមមាញថ្នោតដើកមាសណាដង្កូវកាលណាវាស៊ីស្លឹករុក្ខជាតិ GM គឺវាពុលវាងងប៉ុន្តែសត្វល្អិតខ្លះដល់ពេលដែលវាស៊ីស្លឹករុក្ខជាតិ GM វាកំណែប្រែសម្បត្តិសេដ្ឋកិច្ចរបស់វាបានកំណែប្រែទៅលើសែនរបស់វាធ្វើឲ្យសែនរបស់វានេះអាចធន់ទៅនឹងរុក្ខជាតិ GM ចឹងដល់ពេលដែលវាធន់ទៅរុក្ខជាតិ GM វាធ្វើឲ្យខ្លួនរបស់វានេះមានសកម្មភាពពុលដោយរុក្ខជាតិ GM ចឹងដល់ពេលដែលវាហើរទៅទុំលើផ្កាមួយទៀតទៅទុំលើផ្កាយកខ្លួនវាទៅដោះនឹងផ្លោងម្អងធ្វើឲ្យផ្លោងម្អងមិនអាចផលិតក្រមម្អងបានចឹងបើវាមិនអាចផលិតក្រមម្អងបានវាមានកម្មាឈ្មោលទេបើផ្កានឹងអត់មានក្រមល្អតើមានកម្មាឈ្មោលទេអត់មានកម្មាឈ្មោលទេចឹងបើអត់មានកម្មាឈ្មោលមានផ្លែទេអត់មានផ្លែទេចឹងគេថារុក្ខជាតិរុក្ខជាតិអត់មានផ្លែណាចឹងសត្វល្អិតធន់ទៅនឹងសត្វល្អិតធន់ទៅនឹងរុក្ខជាតិ GM ធន់ទៅរុក្ខជាតិ GM សត្វល្អិតធន់ទៅរុក្ខជាតិ GM មានសកម្មភាពពុលដោយរុក្ខជាតិ GM ធ្វើឲ្យរុក្ខជាតិឈ្មោលធ្វើឲ្យរុក្ខជាតិឈ្មោលប៉ុន្តែនៅពេលនេះដោយសារតែក្រសួងអប់រំយើងដាក់ថាធ្វើឲ្យរុក្ខជាតិឈ្មោលចឹងរុក្ខជាតិស្ទើរតែទាំងអស់ជារុក្ខជាតិទ្វេភេទក្នុងការតែមួយមានកញ្ចុំកសញីផងមានកញ្ចុំកសឈ្មោលផងចេះអានេះវាធ្វើឲ្យកញ្ចុំកសឈ្មោលហ្នឹងវាមិនអាចផលិតក្រមអងសម្រាប់បន្តពូជបានឯរុក្ខជាតិឯកភេទតែមួយចំនួនតូចទេឧទាហរណ៍ដូចដើមត្នោតជាឯកភេទហើយដើមត្នោតញីផ្សេងដើមត្នោតឈ្មោលផ្សេងលម៉ើល
ដើមល្មើញីផ្សេងដើមល្មើឈ្មោះផ្សេងចេះចឹងវាមានតែមួយចំនួនតូចទេឯមួយចំនួនធំស្ទើរតែទាំងអស់ជារុក្ខជាតិទ្វេភេទណាគ្រាន់តែរុក្ខជាតិខ្លះនៅលើដើមតែមួយហ្នឹងមានផ្កាញីផងនិងផ្កាឈ្មោលផងគ្រាន់អញ្ចឹងអាហ្នឹងក៏យើងថាទ្វេភេទដែរចាចឹងរុក្ខជាតិឈ្មោលអាដល់ពេលនេះគឺសំដៅលើកញ្ចុំកេសរឈ្មោលកញ្ចុំកេសរឈ្មោលណាចឹងធ្វើឲ្យរុក្ខជាតិឈ្មោលអាมันអាចណាខ្សលអត់ធន់ទៅរុក្ខជាតិ GM មានសកម្មភាពពុលដោយរុក្ខជាតិ GM ធ្វើឲ្យរុក្ខជាតិឈ្មោលអាมันអាចផលិតក្របលំអងมันអាចផលិតក្របលំអងសម្រាប់បន្តពូជបានมันអាចផលិតក្របលំអងសម្រាប់បន្តពូជបានចេះអានេះគ្រោះថ្នាក់ប៉ះពាល់ដល់បរិស្ថានណាគ្រោះថ្នាក់ប៉ះពាល់ដល់បរិស្ថានចៅរុក្ខជាតិ GM ធ្វើឲ្យបាត់បង់ដល់ជីវិតចម្រុះសារល្អិតធន់នឹងរុក្ខជាតិ GM មានសកម្មភាពពុលដោយរុក្ខជាតិ GM ធ្វើឲ្យរុក្ខជាតិឈ្មោលអាมันអាចផលិតក្របលំអងសម្រាប់បន្តពូជបានអានឹងយើងនិយាយទៅលើគ្រោះថ្នាក់ប៉ះពាល់ដល់បរិស្ថានឥឡូវទី2គឺនិយាយពីគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពទី2គ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពចឹងគេនិយាយពីផលិតសារធាតុគីមីយកទៅប្រើប្រាស់ផលិតសារធាតុគីមីយកទៅប្រើប្រាស់ក្នុងសង្គ្រាមផលិតសារធាតុគីមីយកទៅប្រើប្រាស់ក្នុងសង្គ្រាមចឹងសារធាតុគីមីដោយសារក្រសួងអប់រំបកថាសារធាតុគីមីតាមប្រព័ន្ធនឹងវិជ្ជាវុទ្យាសាស្ត្រវាមិនមែនជា DDT វាមិនមែន TNT ទេវាមិនមែនជាគ្រឿងផ្ទុះទេណាវាមិនមែន trinitotoluene ណាវាមិនមែនជា trinitotoluene ឬក៏ DDT ទេវាមិនមែនជាគ្រឿងផ្ទុះទេឧទាហរណ៍ថាគេបានសិក្សាទៅលើបាក់តេរីដែលមាននៅក្នុងមាត់បំមនុស្សយើងគេហៅបាក់តេរី Streptococcus sanguinea ចា Streptococcus sanguinea នេះជាបាក់តេរី slow មិនបង្កជំងឺដល់មនុស្សទេកុំឲ្យតែមនុស្សនោះកើតជំងឺពុកអង្ចាញថ្មីកាលណាមនុស្សកើតជំងឺពុកអង្ចាញថ្មីធ្វើឲ្យសរសៃធ្មេញប្រហោងចឹងកាលណាសរសៃធ្មេញប្រហោងមើលឲ្យបាក់តេរីធ្លាក់ចូលតាមសរសៃឈាមហ្នឹងធ្វើឲ្យឈាមនឹងខត់កាលណាយើងប្រាប់ពីខន់គឺខាប់កាលណាឈាមយើងខន់វាមិនអាចដឹកនាំអុកស៊ីសែនទៅឲ្យជាលិកាប្រសាទมันអាចដឹកនាំអុកស៊ីសែនទៅឲ្យជាលិកាផ្សេងបានទេអញ្ចឹងធ្វើឲ្យយើងស្លាប់ដោយថប់ដង្ហើមចេះអញ្ចឹងដល់គេយល់ពីបាតុភូតហ្នឹងគេចាប់ដើមគេយកបាក់តេរីចេញពីមាត់របស់មនុស្សយើងហ្នឹងទៅកាត់ ADN ត ADN គឺកាត់កំណែប្រែសម្រៈសិទ្ធិរបស់វាដើម្បីបង្កើតបានជាពូជបាក់តេរី Streptococcus sanguinea ថ្មីដែលធ្វើឲ្យឈាមខន់ទៅដើមហើយគេយកធ្វើក្លូនទៅគេដាក់ក្នុងអាវុធទំនើបបច្ចុប្បន្ននេះដែលយើងហៅអាវុធជីវសាស្ត្រនៅពេលដែលគេទម្លាក់កន្លែងណាទៅទោះបីមិនចំសត្រូវក៏ដោយនៅពេលដែលក្របបែកផ្ទុះទៅវាសាយភាយទៅអាបាក់តេរីហ្នឹងអញ្ចឹងធ្វើឲ្យយើងស្រូបយកបាក់តេរីវាហៅតាមខ្យល់យើងស្រូបយកយើងបញ្ចូលសួតរបស់យើងហើយចូលកូនថងសួតអញ្ចឹងវាបន្សាយចេញពីកូនថងសួតទៅក្នុងចរន្តឈាមចឹងធ្វើឲ្យយើងឈាមនឹងខន់កាលណាឈាមយើងខន់ស្លាប់អញ្ចឹងមិនមែនអញ្ចឹងបានគេមិនឲ្យប្រាស់ទេអាវុធជីវសាស្ត្រហ្នឹងណាវាមិនត្រឹមតែប៉ះពាល់ដល់
សត្រូវដែលយើងថាចង់សម្លាប់នោះទេវាប៉ះពាល់ដល់ជនស្រុកត្រង់ដែលគ្នាមិនដឹងអីដែលគ្នាកំពុងតែរស់នៅតំបន់ក្បែរហ្នឹងចេះរស់នៅតំបន់ក្បែរហ្នឹងអញ្ចឹងកសិករកំពុងតែភ្ជួរស្រែគាត់បពលគាត់កំពុងតែដាំស្លអញ្ចឹងត្រូវការស្រូបយកបាក់តេរីចូលដែរព្រោះនៅក្បែរហ្នឹងអញ្ចឹងគាត់កំពុងតែភ្ជួរស្រែគាត់ស្លាប់គាត់កំពុងតែដាំស្លគាត់ស្លាប់ចេះវាប៉ះពាល់ដល់ចលស្រុតត្រង់ចឹងបានគេមិនអោយហាមមិនអោយប្រើប្រាស់នៅអាវុធជីវសាស្ត្រទេគឺវាគ្រោះថ្នាក់ខ្លាំងមិនមែនតែគ្រោះថ្នាក់ទៅលើសត្រូវដែលយើងចង់បំផ្លាញទេគឺវាប៉ះពាល់ដល់ជនស្រុតត្រង់ដែលគ្នាមិនដឹងអីដែលគ្នាមិនមានកំភ្លើងអីទេធ្វើឲ្យគេស្លាប់ដែរអានេះផលិតសារទីគីមីយកប្រើប្រាស់ក្នុងសង្គ្រាមអង់ទីប៊ីយោទិកมันអាចអង់ទីប៊ីយោទិកมันអាចព្យាបាលជំងឺมันអាចព្យាបាលជំងឺដែលបណ្ដាលមកពីមានសែនធន់ទៅនឹងអង់ទីប៊ីយោទិកមានសារធន់ទៅនឹងអង់ទីប៊ីយោទិកណាអង់ទីប៊ីយោទិកมันអាចព្យាបាលជំងឺដែលបណ្ដាលមកពីមានសារធន់នឹងអង់ទីប៊ីយោទិកចឹងកណាលោកគ្រូប្រើពាក្យអង់ទីប៊ីយោទិកសម្រាប់ព្យាបាលជំងឺដែលបង្កឡើងពីអីកូនអង់ទីប៊ីយោទិកបង្កឡើងពីបាក់អីមិញកូនពីបាក់តេរីបាទឲ្យតែជំងឺទាំងឡាយណាដែលបង្កឡើងពីបាក់តេរីគេប្រើអង់ទីប៊ីយោទិកចឹងដោយសារតែបាក់តេរីមានច្រើនប្រភេទអង់ទីប៊ីយោទិកក៏មានច្រើនប្រភេទដែរណាបើបាក់តេរីមានច្រើនប្រភេទអង់ទីប៊ីយោទិកក៏មានច្រើនប្រភេទដែរចឹងឧទាហរណ៍ថាកាលពីមុនយើងថាជំងឺខ្លុងជាជំងឺតពូជបរិសតវត្សទី21គេរកឃើញថាជំងឺខ្លុងបង្កឡើងពីបាក់តេរីខ្លុងល្ពៅខ្លុងស៊ីកត់ដៃកត់ជើងលើលោកគ្រូឧទាហរណ៍ពីជំងឺល្បែងជំងឺ TB T នេះមក Tuber Bacteria បាក់តេរីហ្នឹងណាដែលបង្កជំងឺល្បែងអញ្ចឹងជំងឺល្បែងវាមិនឆ្លងតាមការនិយាយខ្លាំងការក្អកការកណ្ដាស់ដល់វាសំកាំងបរិយាកាសដល់យើងស្រូបដង្ហើមចូលទៅបានវាឆ្លងជំងឺល្បែងយើងស្រូបណាដល់ដង្ហើមចូលទៅនៅពេលដែលវាមិនទាន់សំកាំងបរិយាកាសទេគឺវាឆ្លងទេតលមេរោគវាចាប់ដើមសំកាំងលើបរិយាកាសហើយយើងចាប់ដើមស្រូបយកខ្យល់ដែលមានបាក់តេរីហ្នឹងទៅវាឆ្លងជំងឺល្បែងគឺឆ្លងទៅពេលដែលការនិយាយខ្លាំងការច្រៀងការក្អកការកណ្ដាស់ហ្នឹងมันឆ្លងបើលោកចោលស្លោជាមួយគ្នាឆ្លងទេចេះវាឆ្លងតាមការកណ្ដាស់ការក្អកហ្នឹងអញ្ចឹងជំងឺល្បែងបច្ចុប្បន្ននេះគេអាចព្យាបាលជាចេះហើយគេព្យាបាលដោយមិនយកកម្រៃទេគេព្យាបាលដោយមិនយកកម្រៃទេអញ្ចឹងដល់តែគេឲ្យគាត់យកកាលមុនគេបើគាត់លេបគេទៅលេបដល់សុខភាពដល់បច្ចុប្បន្នគេឲ្យយកមកលេបនៅផ្ទះអញ្ចឹងគេឲ្យលេបឲ្យទៀងអញ្ចឹងដល់ពេលដែលគាត់លេបបានតែមួយលេបឬពីរលេបស្រាប់តែវាធ្វើទុកគាត់ឈប់លេបហើយបានដល់បាត់ធ្វើទុកបានគាត់លេបឡើងវិញទៀតអាហ្នឹងមេរោគវាធ្វើឲ្យបាក់តេរីហ្នឹងធ្វើឲ្យបាក់តេរីហ្នឹងវាកំណែប្រែខ្សែរបស់វានេះធន់នឹងអង់ទីប៊ីយោទិកហ្នឹងហើយចាអញ្ចឹងនៅពេលនោះក៏ប្រើអង់ទីប៊ីយោទិកលេងជាហើយប្រើអង់ទីប៊ីយោទិកលេងត្រូវហើយឬក៏គាត់លេបបាន20ថ្ងៃហើយនេះពួកគាត់នឹងលេប3ខែគេឲ្យលេបបាន20ថ្ងៃហើយក៏ភ្លេចមួយថ្ងៃ
ហើយក៏ដល់លេបបន្តទៀតកាលណាផ្លិចត្រូវទៅបើកត្រាំលេបសារឡើងវិញមិនអាចលេបបន្តចឹងបានទេគឺត្រូវតែបើកត្រាំលេបឡើងវិញណាលេបឡើងវិញណាបាទថាណាឲ្យទៅផ្លិចណាផ្លិចថ្ងៃណាមួយគឺត្រូវតែបើកត្រាំលេបសារឡើងវិញរាប់ពី1លើកមកវិញចេះបើអញ្ចឹងទេបើយើងអត់ទៅលេបភាសាឡើងវិញទេធ្វើឲ្យមេរោគវាស៊ាំថ្នាំហើយបាទតែមេរោគស៊ាំថ្នាំបាទតែធ្វើឲ្យសែននេះវាធន់នឹងអង់ទីប៊ីយោទិកហ្នឹងហើយមិនអាចព្យាបាលទេអញ្ចឹងឬក៏ត្រូវតែរងចាំអង្គពេលនោះនៅពេលដែលឆ្លងទៅចៅគាត់ឆ្លងទៅញាតិមិត្តរបស់គាត់មិនអាចព្យាបាលទេអញ្ចឹងត្រូវរងចាំអង់ទីប៊ីយោទិកថ្មីបើមិនរងចាំអង់ទីប៊ីយោទិកថ្មីទេគេអាចបាយអង់ទីប៊ីយោទិកគួប2ឬគួប3ចឹងទៅគេត្រូវយកកំហាក់របស់គាត់មកមើលហើយគេចាប់ដើមយកអង់ទីប៊ីយោទិក A មុនគេប្រវាយអង់ទីប៊ីយោទិក A លើគេថែមអង់ទីប៊ីយោទិកមួយទៀតអង់ទីប៊ីយោទិក B វាយ2ហ្នឹងបើដាក់ទៅវានៅតែលូតលាស់បន្តពូជបានអញ្ចឹងបានថាมันអាចព្យាបាលជាអញ្ចឹងគេថែមអង់ទីប៊ីយោទិកប្រភេទមួយទៀតថាប្រភេទ C អញ្ចឹងគេយកអង់ទីប៊ីយោទិក3វាយចូលគ្នាវាឈប់លូតលាស់ឈប់បន្តពូជមានតែយើងអាចប្រើ3ហ្នឹងជាអញ្ចឹងគេថាបើវាយតែមួយលេបទៅធ្វើទុកប៉ុណ្ណឹងចុះមកវាយអង់ទីប៊ីយោទិក3ចូលគ្នាដើម្បីសម្លាប់មេរោគតែមួយអញ្ចឹងវាធ្វើទុកកាន់តែខ្លាំងលើដើមចេះចាំបានគេឲ្យប្រើប្រាស់អង់ទីប៊ីយោទិកដោយមានការប្រុងប្រយ័ត្នបំផុតបើវាមិនដល់ដូសរបស់វាទេវាធ្វើឲ្យសារទទួលរោគមួយសសងហ្នឹងអញ្ចឹងគេថាវាទទួលរោគមួយសសងវាមានកំណែប្រែសម្ភារៈសេនតិចរបស់វាហ្នឹងទប់ទល់ទៅនឹងអង់ទីប៊ីយោទិកបានណាចេះចាំបានគេឲ្យប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នដោយផ្ដាសាយអញ្ចឹងផ្ដាសាយធំអញ្ចឹងអានេះគេប្រើអង់ទីវីរុសហើយគេព្យាបាលទៅតាមរោគសញ្ញាចេះអញ្ចឹងកាលណាផ្ដាសាយគេមិនចេះតែឲ្យទិញលេប1លេប2លេបទេបើទិញ1លេប2លេបបើគេគាត់បើទិញ1លេបបើថាគាត់ជំងឺផ្ដាសាយក៏មិនទិញ1លេបឬ2លេបមិនលក់ឲ្យគាត់ទេឲ្យគាត់លេបឌូលីប្រាទៅចេះចុះគេថាលេបឌូលីប្រាមិនជាងាយផ្ដាសាយហ្នឹងគេព្យាបាល1លេប2លេបជាអញ្ចឹងដល់ដូសរបស់វា5ថ្ងៃទៅ1សប្តាហ៍ទៅ7ថ្ងៃបានដល់ដូសរបស់វាចេះហើយមិនមែនហើយគេមើលទៅតាមរោគសញ្ញានៃការតើគាត់មានបញ្ហាផ្ដាសាយខ្លាំងឬក៏យ៉ាងម៉េចហើយបើសិនជាខ្លាំងវាយ5ថ្ងៃហើយមួយថ្ងៃ3ដងទៀតវាយទៅលើវាបានវាអាចបានមេរោគវាអាចចាញ់យើងចាញ់អង់ទីវីរុសហ្នឹងចេះហើយប្រសិនបើរោគសញ្ញាវាខ្សោយទេអាចវាយមួយថ្ងៃ2ដងព្រឹកឯនោះងាកចឹងទៅណាចាំបានធ្វើអីឲ្យអត់បានធ្វើឲ្យវាអត់មានសារធន់ទៅនឹងអង់ទីវីរុសទេចេះបើអញ្ចឹងទេវាព្យាបាលជាធ្វើឲ្យមេរោគកាន់តែស៊ាំទៅចាំបានវីរីផ្លូអិនហ្សាហ្នឹងកាន់តែកំណែប្រែសម្ភារៈសេនតិចរបស់វាកាន់តែពិបាកព្យាបាលគេហៅជំងឺផ្ដាសាយធំចេះតែផ្ដាសាយធំហ្នឹងគឺបង្កឡើងពី influenza ចេះឯផ្ដាសាយតូចបង្កឡើងពីកូរ៉ូណាខាក់សាគីរីណូអាហ្នឹងផ្ដាសាយតូចនឹងមានបញ្ហាទេណាឯផ្ដាសាយធំ influenza ហ្នឹងហើយinfluenza ហ្នឹងវាផ្ទុះតាំងពីឆ្នាំ1918មកកាលពីវាផ្ទុះបាទមនុស្សដេកតាមចាំខ្នល់ច្រើនជាងសម័យយើងទៀតសម័យ COVID-19 ទៀតចេះហើយសម្រាប់វាងាយទេប៉ុន្តែពេលសម័យនោះវិទ្យាសាស្ត្រផ្នែកវិស្វកម្មសៀនតិចមិនទាន់ដឹងនៅណាផងចេះអញ្ចឹងហើយបានជាយើងមិនអាចបង្កើតបាក់សាំងបង្កើតអីទេហើយយើងប្រើតែចំណាំងឈើចំណាំងអីថ្នាំអីហើយព្យាបាលទៅតាមរោគសញ្ញាទេហើយគេកាលនោះគេធ្វើចាត់តាលិស័ក40ថ្ងៃមិនធ្វើ2សប្តាហ៍ដូច COVID-19 ទេចេះមុននឹងឲ្យចូលតំបន់ភូមិគេធ្វើចាត់តាលិស័ក40ថ្ងៃអញ្ចឹងដោយសារតែវិទ្យាសាស្ត្រអត់មានការជឿនលឿនធ្វើឲ្យសម្រាប់មនុស្សច្រើនមែនទែនសម្រាប់មនុស្សច្រើនបើដល់គេឃើញថាគេចាប់ដើមសង្កេតឃើញថាមនុស្សខ្លះក៏អាចស៊ាំជាមួយនឹងវីរុស influenza បានចឹងបើមនុស្សណាដែលតរិនតរី
ត្រូវបានវារៀបដួអិនសាសម្រាប់ចោលចេះអញ្ចឹងបើអ្នកនឹងខំប្រឹងញ៉ាំនៅពេលដែលឆ្លងវារៀបដួអិនសាមកខំប្រឹងញ៉ាំខំប្រឹងហាត់ប្រាណខំប្រឹងហាលថ្ងៃខំសម្អាតខ្លួនមុជទឹកឲ្យបានត្រឹមត្រូវក៏គាត់អាចបន្ស៊ាំលក្ខខណ្ឌនឹងវារៀបដួអិនសាបានគាត់ក៏រស់រៀនមានជីវិតដល់គេឃើញសង្កេតឃើញបែបហ្នឹងគេឲ្យមនុស្សរៀនរស់នៅជាមួយនឹងវារីផ្លូអិនសារហូតដល់បច្ចុប្បន្នអញ្ចឹងបច្ចុប្បន្ននេះនៅមានវារីផ្លូអិនសាទៀតទេនៅតែមានអញ្ចឹងចេះគេហៅជំងឺផ្ដាសាយធំចេះនៅតែមានអញ្ចឹងចេះប៉ុន្តែយើងព្យាបាលដោយទៅតាមរោគសញ្ញាក្អកដាក់ថ្នាំបំបត្តិក្អករោគសញ្ញាក្តៅដាក់ថ្នាំបំបត្តិក្តៅរោគសញ្ញាឈឺកដាក់ថ្នាំបំបត្តិការឈឺកដូច COVID-19 អញ្ចឹងវាខុសគ្នាទេដាសាយធំ COVID-19 ដូចគ្នាហ្នឹងអញ្ចឹងតើតែយើងហ្នឹងបន្សំលក្ខខណ្ឌណាគឺបើថាបត់យើងនៅហាតាពីបានត្រូវខំប្រឹងតាពីណាបើបត់យើងមិនតន់នៅដល់តតែបត់យើងហាតាពីលេកាត់នឹងបានយើងអត់តាពីចេះអញ្ចឹងគេឲ្យញ៉ាំថ្នាំជាអាហារញ៉ាំអាហារជាថ្នាំចេះដូចលោកគ្រូតៃគេថាឆាប់ចូលគេឆាប់ក្រោកមានទ្រព្យច្រើនក្រចូលគេក្រក្រោកឆាប់ក្រញ៉ាំថ្នាំជាអាហារញ៉ាំអាហារជាថ្នាំចេះអានឹងបែរថាកាលណាយើងក្រចូលណាឆាប់ចូលគេឆាប់ក្រោកម៉ោង8ម៉ោង9ចូលគេបាត់ម៉ោង3កន្លះក្រោករៀនទៅចេះម៉ោង3កន្លះម៉ោង4ក្រោករៀនទៅអញ្ចឹងអានឹងធ្វើឲ្យយើងសុខភាពល្អហើយគណៈសុខភាពល្អយើងអាចធ្វើការងាររកលុយបានច្រើនយើងអត់ឈឺគណៈឈឺគឺអត់មានកម្លាំងទៅរកលុយទេហើយយើងអត់ឈឺអត់មានលុយទៅចំណាយទៅលើការព្យាបាលទេអញ្ចឹងយើងមានហើយដល់តែក្រចូលគេងក្រឆាប់ក្រគឺវាឈឺច្រើនក្រឈឺច្រើនអត់មានពេលវេលាទៅរកលុយឡើយឈឺចេះអត់មានពេលរកលុយឡើយឈឺហើយត្រូវការថវិកាព្យាបាលទៀតអញ្ចឹងឆាប់ក្រហើយចេះហ្នឹងបានក្រចូលគេងក្រឆាប់ក្រញ៉ាំថ្នាំជាអាហារញ៉ាំអាហារជាថ្នាំត្រូវញ៉ាំអាហារទៅតាមរដូវកាលនឹងមានអីញ៉ាំអាហ្នឹងងាយរកហើយតម្លៃថោកទៀតសម្បូរដោយសារធាតុរ៉ែនិងវីតាមីនច្រើនជួយដល់សុខភាពចេះកុំញ៉ាំអ្វីដែលខុសរដូវចេះគឺញ៉ាំអាហារទៅតាមរដូវកាលអាហ្នឹងយើងញ៉ាំអាហារជាថ្នាំហើយដើម្បីសុខភាពយើងល្អអញ្ចឹងដល់ពេលដែលយើងឈឺទៅញ៉ាំថ្នាំជាអាហារហ្នឹងចង់និយាយថាមួយឧទាហរណ៍ថាគេយើងឈឺយើងត្រូវការឈាមបញ្ចូលបើបញ្ចូលភ្លាមមានកម្លាំងភ្លាមចេះកាលយើងបញ្ចូលភ្លាមមានកម្លាំងភ្លាមមួយទៀតគេថាមាត់ដែលឯងទៅតាពីបានដែលឯងតាពីទៅយ៉ាងយូរ2សប្តាហ៍ដែលមានកម្លាំងវិញប៉ុន្តែកាលដែលឯងយកទៅតាពីអត់មានពីបដិសារីនៅថ្ងៃក្រោយទេប៉ុន្តែបើជ្រើសរើសយកបញ្ចូលឈាមព្រោះទោះបីម៉ាស៊ីននឹងធំប៉ុណ្ណាក៏ដោយក៏ confidence interval នៃការចាប់មេរោគវាមិនអាច 100% បានទេអស់យ៉ាង 98% បើម៉ាស៊ីនតូចអាយ៉ាង 95% អញ្ចឹងបាទក្នុងយើងចូលក្នុង5% ហ្នឹងចូលក្នុង2% ហ្នឹងក្រោយពេលបញ្ចូលឈាមរួចយើងជាហើយស្រាប់មានជំងឺមួយទៀតកើតឡើងគឺជំងឺអេដជំងឺលាកថ្លើមភេទ B ធ្ងន់ធ្ងរចេះធ្ងន់ធ្ងរចឹងបានមាត់យើងតាពីបានទៅតាពីណាយើងតាពីហ្នឹងញ៉ាំថ្នាំជាអាហារណាទៅតាពីចឹងធ្វើឲ្យមានសារមួយទៅចុងណាបាទថាអង់ទីបយូទិកមិនអាចព្យាបាលជំងឺដែលបណ្ដាលមកពីមានសារធនអង់ទីបយូទិក
Chẳng tí bay cứ bạc bò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  sao là thó bạc bò sao là thó nâng song cùng bạc bò là sao là thó được song cùng bạc bò sao là thó được song cùng đấy ở đây gặp bạc bò đào sao là thó được song cùng mà đặc biệt đào bằng thầy bạc bò đào sao là thó nâng song cùng nâng song cùng bạc bò đào sao là thó được song cùng bạc bò đào sao là thó mình cả na tí bị sao đại lực thơ bị phá cam sinh tịchត្រូវគ្រប់គ្រងបានទៅដល់នៅការសំណល់វិស្វកម្មសិនតិចមិនចាក់ពីវាពីកាលចាក់ចូលឡាបូវាហូរចូលទន្លេអញ្ចឹងអាការសំណល់ហ្នឹងវាចូលហូរចូលទន្លេធ្វើឲ្យប្រជាជនកសិករក៏ដួសទឹកទន្លេយកមកប្រើប្រាស់ទោះបីយើងធ្វើទឹកស្អាតក៏វាមិនអាចចាប់អាការសំណល់វិស្វកម្មសិនតិចនឹងបានដែរអញ្ចឹងដល់ពេលឲ្យផឹកទៅវាធ្វើឲ្យយើងទទួលរងធ្វើឲ្យសាច់យើងទទួលរងមួយសសងបើទទួលរងមួយសសងក្នុងស្ពែម៉ាតូស៊ីតយើងក្នុងអូវែណែទទួលរងមួយសសងក្នុងពងស្វាក្នុងអូវែកូនយើងជាអ្នកកើតកូនយើងកើតមកកើតដែលពេទ្យហៅថាជំងឺសេនតិចនេះមានជំងឺទ្រីសូមីទី21មានទ្រីសូមីទី18មានទ្រីសូមីទី13មានការដាច់កត់ក្រូម៉ូសូមទី14សារបង្កើតជំងឺចង្រៃទាំងអស់ចេះនៅមានជំងឺច្រើនតទៀតគេហៅជំងឺសេនតិចកាលជំងឺសេនតិចគឺចាំកូនមួយជីវិតដែរភាសាយើងទុកចេះបានពេទ្យតែឲ្យជំងឺសេនតិចឲ្យយកចេញទៅព្រោះពិបាកចាំមួយជីវិតហើយគាត់ថាកាលជំងឺអូទីសឹមហ្នឹងយើងពិបាកអូទីសឹមកម្រិតធ្ងន់ហ្នឹងយើងពិបាកប៉ុណ្្នឹងហើយចុះបើមកជំងឺសេនតិចទៀតកម្រិតតែធ្ងន់ជាងនឹងទៀតចេះអញ្ចឹងធ្វើឲ្យមានសែនមួយទៅសុំ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 ដែលមានអតិពលអាក្រក់ដល់សន្តានក្រោយដែលមានអតិពលអាក្រក់ដល់សន្តានក្រោយណាប៉ះពាល់សាសនាប៉ះពាល់សាសនាអញ្ចឹងកូនឆ្ងល់ណាវិស្វកម្មសេនតិចគេធ្វើក្នុងទីពិសោធន៍ហ្នឹងឯសាសនានៅក្នុងវត្តនៅក្នុងពហិយហ្នឹងហើយក៏ប៉ះពាល់គ្នាដែរចេះចឹងគ្រប់សាសនាទាំងអស់មិនថាសាសនាព្រះពុទ្ធសាសនាមូស្លីមសាសនាគ្រីស្ទសាសនាហិណ្ឌូសាសនាអីផ្សេងទេប្រឆាំងជានិច្ចរាល់ការកែប្រែសរីរាង្គរបស់មនុស្សណាសូម្បីតែការបំបៅតម្រងនោមក៏សាសនាប្រឆាំងដែរការបង្កើតបេះដូងសពនិមិត្តក៏សាសនាប្រឆាំងមិនឲ្យបង្កើតទេដើម្បីឲ្យមនុស្សកើតមកឃើញខ្វាក់ឲ្យឃើញខ្វាក់ឲ្យឃើញខ្វិនឲ្យឃើញខ្វិនចេះឲ្យឃើញរូបអាក្រក់ឲ្យឃើញរូបអាក្រក់កើតមកឲ្យងាប់ទៅកើតមកឃើញឆាប់ងាប់អាយុខ្លីឲ្យឃើញអាយុខ្លីដើម្បីសាសនាស្រួលអប់រំស្រួលប្រដៅថាបានជាឯងកើតមកឆាប់ងាប់អញ្ចឹងកូនឯងកើតមកឆាប់ងាប់អញ្ចឹងតែឯងកើតមករូបអាក្រក់អញ្ចឹងឯងបកាអញ្ចឹងមកពីជាតិមុនឯងធ្វើបុណ្យល្អឯងសាងអំពើបាបច្រើនចេះឯងសាងអំពើបាបច្រើនអញ្ចឹងឥឡូវតែឯងត្រូវតែខំប្រឹងសាងអំពើបុណ្យទៅកុំឲ្យសាងអំពើបាបច្រើនអញ្ចឹងយើងខំយើងជាបុណ្យជាបាបយើងសាងតែអំពើល្អយើងសាងអំពើល្អចេះហើយប្រសិនបើយើងអនុញ្ញាតឲ្យធ្វើលែងជាបុណ្យជាបាបហើយគាត់មុនមានផែនការមានកូនគាត់ជួបវិស្វកម្មសិនតិចគាត់សម្លាប់គេយកលុយទៅបានលុយច្រើនជួបវិស្វកម្មសិនតិចធ្វើម៉េចកូនខ្ញុំកើតមកស្អាតជាងគេមកប្រទេសហ្នឹងធ្វើឲ្យកើតមកឲ្យIQ ខ្ពស់ជាងគេមកប្រទេសហ្នឹងឲ្យ GPA ខ្ពស់ជាងគេមកប្រទេសហ្នឹង
đó cái thằng đó sầm lập kê vô lối biên lối chào nó hay bàn côn à thấy chlat bên bành nhà lơ kê tiệt cho cái lấy chịu bон chịu bàไปnè cho bàn mà pa sát sát pa trăng lại năng thế bài chạy bắn nè bài chạy bắn nè bài chạy nè bài chạy bắn nè bài chạy bắn nè bài chạy bắn nè nè bài chạy bắn nè nẹt miên tơ ai phơ tơ ai phơ visva cầm sinh lịch bản bài chạy bắn nè nẹt miên tơ ai phơ visva cầm sen đề tịch tơ ai phơ visva cầm sinh lịch bản nhéអ្នកមានតែបាយធ្វើវិស្វកម្មសិទ្ធិបានឧទាហរណ៍ថាគ្រួសារពីរអាមួយគ្រួសារកោមានកូនកើតជំងឺមហារីកខួរឆ្អឹងគ្រួសារខក៏មានកូនកើតជំងឺមហារីកខួរឆ្អឹងដល់គ្រួសារកក្រគ្រួសារខមានដល់ទៅឥណ្ឌាអស់តែកន្លះលានទៅ1លានជាដល់អ្នកក្រកុំថាឡើយកន្លះលានតែ$10,000ក៏អត់មានលុយឲ្យគេដែរដឹកកូនមកវិញឲ្យដេកចាំថ្ងៃងាប់ឯគេដែលមានកុំថាឡើយកន្លះលាន2លានក៏ឲ្យដែរឲ្យតែកូនគេរស់ទេបែងចែកបណ្ណាអ្នកមានរស់អ្នកក្រងាប់ដូចជំងឺកូរហាំងទីតុងអញ្ចឹងវាកំណត់ឲ្យអាឡែលុបthế vềកំណត់ឲ្យអាឡែលុបទេអញ្ចឹងបើអ្នកក្រឈួតតចំនួនឯអ្នកមានគេអាចបំបត្តិការឈួតត្រឹមចំនួនគេព្រោះជំងឺហ្នឹងវាចាប់ដើមធ្វើអាការចាប់ដើមសំដែងចេញអាការៈឈួតហ្នឹងលប់សតិហ្នឹងនៅអាយុពីវ័យ35ឆ្នាំទៅ40អញ្ចឹងគាត់មានរៀបការគាត់មានកូនគាត់រៀនដល់បណ្ឌិតរៀនដល់អីអស់ហើយអ្នកខ្លះចេះថាគ្រួសារគេនឹងខំរៀនណាបានឈួតអញ្ចឹងវាមិនទេវាមិនដែលមនុស្សណារៀនឈួតទេបើមនុស្សរៀនឈួតនៅលើโลกនេះគេឈប់រៀនហើយអញ្ចឹងមិនមែនរៀនខំរៀនពេកទៅជាឈួតទេដោយសារគាត់មានដំណរពូជជំងឺកូរដែលហាំទីតុងវាកំណត់ឲ្យអាឡែលុបអញ្ចឹងវាឈួតតចំនួនបើវាជាអាឡែលអត់វាអាចបាត់នៅចំនួនណាមួយប៉ុន្តែវាកំណត់ឲ្យអាឡែលុបអញ្ចឹងចំនួនណាក៏ចូលដល់35ឬ40ឈួតអ្នកខ្លះ38ឈួតអ្នកខ្លះ39ឈួតអ្នកខ្លះ40អត់ឈួតចាចាហ្នឹងមកពីបើគេដាក់មានលុយគេបំបត្តិដំណរពូជឈួតត្រឹមចំនួនគេអ្នកអត់លុយឈួតតចំនួនកើតជាមួយតចំនួនចាអានេះបែងចែកបណ្ណាអ្នកមានធ្វើបានអ្នកក្រធ្វើអត់បានណាបែងចែកបានមួយទៀតគ្រោះថ្នាក់ប៉ះពាល់គ្រោះថ្នាក់ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រោះថ្នាក់ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រោះថ្នាក់ប៉ះពាល់ដល់សេដ្ឋកិច្ចចក្រណាគ្រោះថ្នាក់ប៉ះពាល់ដល់សេដ្ឋកិច្ចកាលណាក្រុមហ៊ុនគេផលិតរុក្ខជាតិ GM មុនគេចាប់ដើមផលិតគេសុំច្បាប់ចឹងច្បាប់ការពារមិនអនុញ្ញាតឲ្យក្រុមហ៊ុនដទៃទៀតផលិតទេហើយរុក្ខជាតិ GM មិនអាចបន្តពូជបានទេគេដាំតែមួយឆ្នាំទេចឹងគេត្រូវកាប់ដើមចោលហើយចឹងបើក្រុមហ៊ុនមានតែមួយគេចង់លក់តម្លៃប្រមាណក៏ស្រេចចិត្តគេនៅពេលដែលតម្រូវទីផ្សារតម្រូវការច្រើនគេលក់ដំណាំថ្លៃស្រេចចិត្តគេចឹងពេលនោះវាជាក្រុមហ៊ុនប្រាច់មុខវាមិនមែនជាទីផ្សារសេរីចឹងទៅជាអ្នកទិញជាខ្ញុំបម្រើអ្នកលក់ជាស្ដេចខុសពីទិសដីទីផ្សារសេរីកាលណាទិសដីទីផ្សារសេរីអ្នកលក់ជាខ្ញុំបម្រើអ្នកទិញជាស្ដេចចេះគេកាន់លុយដូចថាមានសាលាបើគួរច្រើនណាស់គេកាន់លុយ2500ហ្នឹងដើរមើលគ្រូណាដែលរៀនទៅចេះគេចូលទៅគ្រូណារៀនមិនចេះគេដើរចេញទៅអាហ្នឹងគេទីផ្សារសេរី
cầm ai kêu các đã cắt kê can cho riêng kêu ta cái đó ắt dốt ta mời nó cho điểm tục luôn này ta mau bánh đừng là ai bật tụ tụ bay thơ trâu đấy còn ai bật tụ đây ai bật tụ ai ta đọc đi tụ bay à trâu mà rồi phải nói ai bật tụ đọc đây thế anh đang bàn ra tiệp sự gọt đây tiệp xá mình tiệp xá sẽ gì thế nên tiệp xá lạnh mục à cho nên tiệp xá lạnh mục thế cho bờ tiệp xá sẽ đấy cái luộc mà pon tô luộc sẽ phơi tô mới luộc mà pon pi rồi tô mới luộc mà pon mà rồi ha tô mới luộc ra mà pon mà rồi tô mới luộc ra mà pon ha sắp nó sân một lô đây á không được ta ha sắp đi là đó chất một lô đây rồi tỉnh anh nào thâu chương cái rồi tiền này anh ấy mang tiệp xa sẽ rầy tiệp xa sẽ rầy chắc mang cái trời cao ở miền cầm hôn cuộc chơi cái này tràn tới đam bay ở miền đầm lầy thóc là cả sẽ có thế đam bay ở miền đầm lầy thóc là cả sẽ có còn đam tới ban cần phật phu hay còn dùng mà lụa tới ban trên này ban kla cầm ấy trên mà đầm lầy việt lái lụa bình đầm lầy thóc mấy con trên này vừa cả bình một năm nó pa polសេដ្ឋកិច្ចរបស់កសិករណាចឹងក្រុមហ៊ុនផលិតក្រុមហ៊ុនផលិតក្របពូជក្រុមហ៊ុនផលិតក្របពូជក្រុមហ៊ុនផលិតក្របពូជរុក្ខជាតិ GM ក្រុមហ៊ុនផលិតក្របពូជរុក្ខជាតិ GMការពារដោយស្របច្បាប់ការពារដោយស្របច្បាប់មិនឲ្យក្រុមហ៊ុនដតៃផលិតរុក្ខជាតិ GM មិនឲ្យក្រុមហ៊ុនដតៃផលិតរុក្ខជាតិ GMมันไอ้กรมหุ่นดอตไตผลิตโรคจิตจีอัมมันไอ้บรรทอปุยบานมันไอ้บรรทอปุยบานโรคจิตจีอัมมันไอ้บรรทอปุยบานจังโดยนี่กสิกรត្រូវទិញរុក្ខជាតិ GM រៀងរាល់ត្រូវទិញរុក្ខជាតិ GM រៀងរាល់ពេលត្រូវការដាំចេះទោះបីយើងត្រូវការដាំមិនទៅគេបីគេដំឡើងថ្លៃប៉ុណ្ណាក៏ត្រូវតែទិញដែរចេះប៉ះពាល់ដល់សេដ្ឋកិច្ចកសិករហើយចេះបាទចឹងមកសំណួរនេះមកក្តារធានពេញណាចឹងមកសំណួរហ្នឹងមកក្តារធានដែរចឹងវាបីចេះបានពីសមមិញលោកគ្រូថាបរិយាមិនចប់ទេណាបរិយាមិនចប់ទេបាទគាត់ដល់មកសំណួរឡើងអស់មកចឹងចិត្តដល់មកបាត់ហើយបើសំណួរទី2អូវែងដែរប្រសិនបើឯកតៈពីរក្រុមណាក្នុងពពួកតែមួយអាចចេញពីគ្នាឯកតៈពុទ្ធសាសតើនឹងមានអ្វីកើតឡើងសំណួរវែងចឹងបានតែមកសំណួរកូនថ្ងៃនេះចឹងចាំស្អែកចាំបន្តទៀតដែរតោះលេកូនបាទជំរាបលាកូនជំរាបលាសំណួរវាវែងណាចឹងយើងដាក់ពីសំណួរក៏មិនបានដែរសំណួរវាវែងចឹងប្រឹងចាស់